តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមមកបង្ហាញនៅសម្ភារៈថ្មីដែលជាផលិតផលរបស់ក្រុមហ៊ុន Imox សម្ភារៈនៅមុខនាងខ្ញុំនេះយើងហៅថាសម្ភារៈសម្រាប់វាស់កម្រិតអាស៊ីតឬក្លនៅក្នុងអាងហេតុទឹកដែលវាមានតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាបាឡែនកម្រិតអាស៊ីតនិងក្លនៅក្នុងអាងហេតុទឹកដើម្បីកុំឲ្យអាងហេតុទឹករបស់បងប្អូនលើសអាស៊ីតឬខ្វះដែលធ្វើឲ្យអាងហេតុទឹករបស់បងប្អូនរក្សាគុណភាពបានល្អជាធម្មតានៅក្នុងការថែទាំទឹកបើសិនជាយើងអត់មានម៉ាស៊ីនកំណត់កម្រិតអាស៊ីតក្លនេះទេពេលខ្លះយើងដាក់អាស៊ីតទៅលើសឬខ្វះដាក់ក្លទៅលើសឬខ្វះអញ្ចឹងពិបាកធ្វើឲ្យយើងកែទឹកតាមក្រោយទៀតអញ្ចឹងបើសិនយើងមានសម្ភារៈនេះមួយគឺងាយស្រួលក្នុងការប្រើប្រាស់នៅក្នុងអាងហេតុទឹករបស់បងប្អូនខ្ញុំបញ្ជាក់សម្រាប់ម៉ាស៊ីននេះពេលដែលយើងប្រើប្រាស់យើងនៅដាក់អាស៊ីតក្លធម្មតាគ្រាន់តែវាមានតួនាទីដើម្បីបាឡែនអាស៊ីតក្លទេសម្ភារៈនេះយើងមានពីរប្រភេទគឺសម្រាប់រក្សាកម្រិតអាស៊ីតផ្សេងនិងរក្សាបាឡែនរបស់ក្លផ្សេងសម្រាប់ម៉ាស៊ីននេះបងដែរយើងមានច្រើនខ្នាតច្រើនទំហំអាស្រ័យទៅលើទំហំអាងហេតុទឹករបស់បងប្អូនបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ឬក៏ចង់ដឹងនៅព័ត៌មានបន្ថែមទាក់ទងម៉ាស៊ីននេះអាចទាក់ទងមកកាន់ Page ឃ្លាំងអាងទឹក 6A ឬលេខទូរស័ព្ទនៅក្នុងវីដេអូនេះបាយបាយ